គ្រានោះសិទ្ធិពោនឹងនាងកាលីនោះថាណែមេកាលីនាងឯងចូលយកនាំទារកនេះទៅឡើងកាន់ភ្នំដែលជាទីខ្ពស់រួចហើយចូលបោះវាទៅក្នុងជ្រោះឲ្យវាប៉ះតង្គិចនឹងភ្នំក៏ដាច់ជាកំណាត់តូចនិងកំណាត់ធំធ្លាក់ចុះលើផែនដីនាងនៅចាំមើលឲ្យដឹងជាថាវាស្លាប់ហើយឬក៏មិនទាន់ស្លាប់សឹមត្រឡប់មកនាងកាលីនាំយកទារកទៅកាន់ទីនោះហើយឈរនៅលើកំពូលភ្នំបោះទារកនោះចូលទៅក្នុងជ្រោះជ្រៅក៏គុំឫស្សីមួយគុំធំអាស្រ័យភ្នំនោះឯងចម្រើនឡើងដោយសារភ្នំនោះឯងគុំវល្លិទំពាំងបាយជូរជាដុំក្រាស់ក្របនៅពីលើគុំឫស្សីដ៏ធំនោះទារកការធ្លាក់ក៏ធ្លាក់ចុះទៅលើគុំវល្លិទំពាំងបាយជូរនោះហាក់ដូចជាធ្លាក់ទៅលើផ្ទាំងសំពត់រោមសត្វដូច្នោះក្នុងថ្ងៃនោះមេជាងផែនមានសេចក្តីត្រូវការបន្ទះឫស្សីក៏ទៅកាន់ព្រៃភ្នំជាមួយនឹងកូនរបស់គាត់ប្រារព្ធនឹងកាប់គុំឫស្សីនោះនាការគុំឫស្សីកំរើកទារកក៏ស្រែកយំឡើងមេជាងនោះក៏និយាយថាដូចជាឮសំឡេងក្មេងយំក៏ឡើងតាមចំហៀងភ្នំឃើញទារកនោះក៏មានចិត្តសប្បាយរីករាយនាំទៅកាន់ផ្ទះដោយគិតថាយើងនឹងបានកូនប្រុសមួយហើយនាងកាលីទៅកាន់សំណាក់សេដ្ឋីត្រូវសេដ្ឋីសួរថាក៏ប្រាប់រឿងនោះដល់សេដ្ឋីសេដ្ឋីក៏ពោលថានាងចូលយកទ្រព្យ 1000 កហបណៈទៅលួសយកវាមកវិញនាងកាលីក៏បានធ្វើតាមសេដ្ឋីការលោកសេដ្ឋីធ្វើនៅកម្មនេះផងនោះផងទារកនោះក៏ចម្រើនធំឡើងមានឈ្មោះថាខោសកៈខោសកៈកុមារនោះប្រកាសដល់សេដ្ឋីហាក់ដូចជាបន្លាចាក់ភ្នែកសេដ្ឋីមិនអាចនឹងសម្លឹងមើលខោសកៈកុមារនោះចំបានគ្រានោះសេដ្ឋីគិតរកឧបាយដើម្បីនឹងសម្លាប់ខោសកៈកុមារនោះទៅកាន់សំណាក់នាយស្មូនឆ្នាំងដែលជាសម្លាញ់របស់ខ្លួនហើយសួរថាកាលណាលោកនឹងដុតឡការនាយស្មូនឆ្នាំងឆ្លើយថាខ្ញុំនឹងដុតនៅថ្ងៃស្អែកក៏ពោលថាបើដូច្នោះលោកចូលទទួលយកទ្រព្យ 1000 កហបណៈនេះចុះហើយចូលធ្វើការងារមួយឲ្យខ្ញុំនាយស្មូនឆ្នាំងសួរថាបបិទ្ធលោកសេដ្ឋីឲ្យខ្ញុំធ្វើនៅកិច្ចអ្វីសេដ្ឋីប្រាប់ថាខ្ញុំមានអវជាតបុត្រគឺបុត្រកំហួចម្នាក់ខ្ញុំនឹងបញ្ជូនវាមកកាន់សំណាក់របស់លោកការបើដូច្នោះលោកចូលឲ្យវាចូលទៅកាន់បន្ទប់យកកំបិតឲ្យមុតកាត់ឲ្យជាកំណាត់តូចកំណាត់ធំដាក់ក្នុងពាងហើយដុតក្នុងឡទ្រព្យ 1000 នេះជារង្វាន់របស់លោកថ្ងៃក្រោយខ្ញុំនឹងធ្វើអំពើដែលគួរធ្វើដល់លោកឲ្យក្រៃលែងជាងនេះទៅទៀតនាយស្មូនឆ្នាំងឆ្លើយថាបានថ្ងៃស្អែកឡើងសេដ្ឋីនោះក៏ហៅខោសកៈកុមារមកហើយបញ្ជូនទៅដោយពាក្យថាណែកូនកាលពីម្សិលមិញបិតាបង្គាប់ឲ្យស្មូនឆ្នាំងធ្វើកិច្ចការងារមួយឲ្យបិតាកូនឯងចូលទៅកាន់សំណាក់របស់នាយស្មូនឆ្នាំងហើយពោលយ៉ាងនេះថាលោកចូលញ៉ាំងកិច្ចការដែលបិតារបស់ខ្ញុំបង្គាប់ទុកកាលពីម្សិលមិញឲ្យសម្រេចចុះខោសកៈកុមារទទួលថាបាទលោកឪពុកហើយក៏បានធ្វើដំណើរទៅចំណែកកូនប្រុសរបស់លោកសេដ្ឋីកំពុងលេងអង្គុញគោឡជាមួយនឹងពួកក្មេងៗដទៃទៀតឃើញខោសកៈនោះដើរទៅកាន់ទីនោះក៏ហៅខោសកៈនោះហើយសួរថាបបិទ្ធបងឯងទៅណាការខោសកៈកុមារប្រាប់ថាបងយកពាក្យបណ្ដាំរបស់បិតាយើងទៅកាន់សំណាក់ស្មូនឆ្នាំងខ្ញុំនឹងទៅទីនោះជំនួសក្មេងទាំងនេះឈ្នះខ្ញុំច្រើនខ្នាច់ហើយបងចូលដណ្ដើមនៅជ័យជំនះឲ្យខ្ញុំវិញខោសកៈកុមារប្រាប់ប្អូនថាបងខ្លាចបិតាកូនសេដ្ឋីថាបបិទ្ធបងឯងកុំខ្លាចខ្ញុំនឹងនាំយកបណ្ដាំនោះទៅដោយខ្លួនឯងពួកក្មេងច្រើនអ្នកបានឈ្នះខ្ញុំហើយបងចូលដណ្ដើមយកជ័យជំនះនោះឲ្យខ្ញុំវិញបានលើមកថាខោសកៈកុមារជាអ្នកឆ្លៀសវាងវៃក្នុងការលេងអង្គុញគោឡព្រោះហេតុនោះកូនប្រុសរបស់លោកសេដ្ឋីក៏បានទទួលអង្វរខោសកៈកុមារនោះយ៉ាងនេះចំណែកខោសកៈក៏និយាយនឹងកូនប្រុសរបស់សេដ្ឋីនោះថាបើដូច្នោះប្អូនឯងចូលទៅប្រាប់ស្មូនឆ្នាំងថាកាលពីម្សិលមិញបិតារបស់ខ្ញុំបង្គាប់ឲ្យលោកធ្វើកិច្ចការមួយលោកចូលធ្វើកិច្ចការនោះឲ្យសម្រេចទៅចុះដូច្នេះហើយក៏បញ្ជូនកូនប្រុសរបស់សេដ្ឋីទៅកាន់សំណាក់នាយស្មូនឆ្នាំងកូនប្រុសរបស់សេដ្ឋីនោះទៅកាន់សំណាក់នាយស្មូនឆ្នាំងនោះហើយបានពោលពាក្យតាមបណ្ដាំនោះគ្រានោះស្មូនឆ្នាំងបានសម្លាប់កូនប្រុសរបស់សេដ្ឋីនោះហើយបោះទៅក្នុងឡចំណែកខោសកៈលេងរហូតអស់ការជាចំណែកនៃថ្ងៃលួសដល់ពេលរសៀលក៏ត្រឡប់ទៅកាន់គេហដ្ឋានការសេដ្ឋីឃើញហើយក៏សួរថាមនាកូនសម្លាញ់កូនឯងមិនបានទៅទេឬ
ក៏ប្រាប់នៅហេតុដែលខ្លួនមិនបានទៅនិងហេតុដែលកូនប្រុសទៅឲ្យសេដ្ឋីជ្រាបសេដ្ឋីបានស្ដាប់ពាក្យនោះហើយក៏ស្រែកនៅសម្រែកយ៉ាងខ្លាំងថាកុំសម្លាប់ឡើយហាក់ដូចជាមានលោហិតពុះហើយក្នុងសរីរៈទាំងអស់កងឯងចលាឡើងកន្ទក់កន្ទែងថាមនីនាយស្មូនឆ្នាំងដល់ចម្រើនលោកកុំធ្វើឲ្យយើងវិនាសឡើយកុំឲ្យយើងវិនាសឡើយដូច្នេះក៏បានទៅកាន់សំណាក់នាយស្មូនឆ្នាំងនោះនាយស្មូនឆ្នាំងឃើញសេដ្ឋីនោះមកដោយអាការៈយ៉ាងនោះក៏និយាយថាបបិទ្ធលោកសេដ្ឋីលោកកុំធ្វើសំឡេងឮខ្លាំងពេកការងាររបស់លោកសម្រេចហើយសេដ្ឋីនោះត្រូវសេចក្តីសោកដ៏ធំដូចជាភ្នំក្របសង្កត់ហើយបានសោយនៅតោមនោះមានប្រមាណយ៉ាងក្រៃលែងដោយបុគ្គលអ្នកមានចិត្តប្រទុះចំពោះបុគ្គលដែលមិនប្រទុះតបដូច្នោះអ្នកប្រទុះចំពោះបុគ្គលដែលមិនប្រទុះតបរមែងដល់ឋានៈ10យ៉ាងព្រោះហេតុនោះទើបព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ថាបុគ្គលណាប្រទុះដោយអញ្ញាចំពោះបុគ្គលទាំងឡាយដែលមិនមានអញ្ញាមិនប្រទុះតបបុគ្គលនោះរមែងដល់នៅហេតុនៃសេចក្តីទុក្ខណាមួយក្នុងហេតុ10យ៉ាងយ៉ាងតន់ហន់គឺគប្បីដល់នៅវេទនាដ៏អាក្រក់មួយសេចក្តីវិនាសទ្រព្យមួយបែកធ្លាយសរីរៈមួយអាពាធជាទម្ងន់មួយក្រឡុកចិត្តឆ្កួតមួយរឹបជន់អំពីស្ដេចមួយពោពាក្យបង្កាច់ដ៏អាក្រក់មួយអស់ពួកញាតិរលែងមួយពុកភ័យភោគសម្បត្តិមួយទាំងភ្លើងនឹងឆេះបំផ្លាញនៅផ្ទះរបស់បុគ្គលនោះមួយបុគ្គលមិនមានប្រាជ្ញានោះលួសបែកធ្លាយរាងកាយរមែងទៅកើតក្នុងនរកសំបីមានសភាពយ៉ាងនោះហើយក៏ដោយសេដ្ឋីក៏មិនអាចសម្លឹងមើលខោសកៈនោះដោយត្រង់ទៀតបានទើបគិតរកឧបាយថាធ្វើយ៉ាងណាណទើបសម្លាប់វាបានសម្លឹងឃើញឧបាយថាយើងនឹងបញ្ជូនវាទៅកាន់សំណាក់អ្នកយកសួយនាយស្មៀននៅក្នុងស្រុកសួយ100របស់យើងឲ្យវាសម្លាប់នៅក្នុងទីនោះដូច្នេះហើយទើបសរសេរលិខិតផ្ញើទៅនាយស្មៀននោះថាបុគ្គលនេះជាកូនថោកទាបរបស់យើងសម្លាប់វាហើយចូលបោះវាទៅក្នុងរណ្ដៅចោះការធ្វើយ៉ាងនេះស្រេចហើយខ្ញុំនឹងដឹងវត្ថុដែលគួរធ្វើដល់លោកក្នុងការជាខាងក្រោយដូច្នេះហើយក៏ពោលថាណែកូនសម្លាញ់នាយស្មៀនរបស់បៃតាមាននៅឯស្រុកសួយ100កូនឯងចូលនាំយកលិខិតមួយច្បាប់នេះទៅឲ្យគេដូច្នេះហើយក៏យកសម្បល់ចងទុកនិងជីសម្ពុតរបស់នាយខោសកៈក៏ខោសកៈកុមារនោះមិនចេះអក្សរសម័យព្រោះតាំងពីកុមារនោះនៅក្មេងសេដ្ឋីគិតតែពីរកឧបាយសម្រាប់ចោលជានិច្ចប៉ុន្តែមិនអាចសម្លាប់បានកុមារនោះនឹងសិក្សាអក្សរសាស្ត្របានដូចម្ដេចនាយខោសកៈនោះចងសម្បត្តិសម្រាប់ខ្លួនឯងទុកនឹងជីសម្ពុតដោយប្រការដូច្នេះមុននឹងចេញដំណើរទៅក៏និយាយជាមួយនឹងសេដ្ឋីថាបបិទ្ធបៃតាខ្ញុំមិនមានស្បៀងសម្រាប់ធ្វើដំណើរទេសេដ្ឋីថាកូនឯងមិនបាច់ចាំយកស្បៀងសម្រាប់ធ្វើដំណើរទៅជាមួយទេនៅឯស្រុកឯណោះក្នុងចន្លោះផ្លូវសេដ្ឋីដែលជាសម្លាញ់របស់បៃតាមានម្នាក់កូនឯងចូលទៅបរិភោគអាហារពេលព្រឹកឯផ្ទះរបស់សេដ្ឋីនោះហើយសឹមបន្តដំណើរទៅមុខទៀតចុះនាយខោសកៈនោះទទួលយកព្រមថាប្រពៃហើយសំពះលាបិតាហើយចេញដំណើរទៅកាន់ស្រុកនោះលុះទៅដល់ស្រុកនោះហើយក៏សួររកផ្ទះសេដ្ឋីដើរទៅជួបភរិយារបស់សេដ្ឋីការភរិយារបស់សេដ្ឋីសួរថាឯងមកអំពីទីណាក៏ឆ្លើយថាមកអំពីក្រុងភរិយារបស់លោកសេដ្ឋីថាឯងជាកូនរបស់នរណាខោសកៈថាបបិទ្ធអ្នកស្រីខ្ញុំជាកូនរបស់លោកសេដ្ឋីដែលជាសម្លាញ់របស់អ្នកស្រីភរិយារបស់លោកសេដ្ឋីថាឯងឈ្មោះខោសកៈឬខោសកៈឆ្លើយថាពិតមែនហើយអ្នកស្រីគ្រាន់តែឃើញខោសកៈភ្លាមសេចក្តីស្រឡាញ់ដូចជាបិទក៏កើតឡើងដល់ភរិយារបស់សេដ្ឋីនោះភ្លាមដែរក៏សេដ្ឋីនេះមានកូនស្រីម្នាក់មានអាយុប្រហែល15-16ឆ្នាំមានរូបរាងស្រស់ស្អាតគួរជាទីជ្រះថ្លាជាទីស្រឡាញ់សេដ្ឋីប្រគល់ទាសីម្នាក់ទុកដើម្បីបម្រើនាងហើយឲ្យនៅក្នុងបន្ទប់ដ៏មានសេរីគឺបន្ទប់ពិសេសជាន់លើនៃប្រាសាទ7ជាន់គ្រានោះកូនស្រីរបស់សេដ្ឋីនោះបានប្រើទាសីឲ្យទៅផ្សារគ្រានោះភរិយារបស់សេដ្ឋីឃើញនាងទាសីនោះហើយក៏សួរថានាងទៅឯណាកាលនាងទាសីឆ្លើយថាបបិទ្ធអ្នកស្រីនាងខ្ញុំធ្វើកិច្ចបម្រើកូនស្រីរបស់អ្នកស្រីក៏ពោលថានាងចូលម្នេះសិនបងអង្គនៅកិច្ចបម្រើនោះសិនចូលក្រាតាំងលាងជើងលាបប្រេងឲ្យបុត្ររបស់យើងហើយសំធ្វើការបម្រើខាងក្រោយនាងបានធ្វើកិច្ចការតាមពាក្យបញ្ជារបស់ភរិយាលោកសេដ្ឋីគ្រានោះកូនស្រីរបស់សេដ្ឋីបានគំរាមនាងទាសីនោះថាហេតុដូចម្ដេចបានជានាងយឺតម្លេះ
ខណៈនោះនាងទាសីនោះប្រាប់នាងថាបបិទ្ធព្រះនាងម្ចាស់កុំខឹងខ្ញុំម្ចាស់អីបុត្រសេដ្ឋីឈ្មោះខោសកៈមកហើយនាងខ្ញុំធ្វើនៅកម្មនេះដល់បុត្រសេដ្ឋីនោះហើយទៅផ្សារគ្រាន់តែលើឈ្មោះថាខោសកៈដែលជាបុត្ររបស់សេដ្ឋីនោះភ្លាមសេចក្តីស្រឡាញ់ទាំងឡាយមានសម្បុរស្បែកជាដើមចូលដល់ខួរក្នុងឆ្អឹងហើយតាំងនៅកើតឡើងដល់កូនស្រីសេដ្ឋីពិតណាស់កូនស្រីសេដ្ឋីនោះជាភរិយារបស់នាយខោសកៈនោះក្នុងការដែលនាយខោសកៈនោះជានាយកោតុហលិកៈបានថ្វាយបាយមួយនាអង្គដល់ព្រះបច្ចេកពុទ្ធដោយអានុភាពនៃការថ្វាយបាយមួយនាអង្គនោះទើបនាងបានមកកើតក្នុងត្រកូលសេដ្ឋីនេះសេចក្តីស្រឡាញ់ក្នុងការមុនបានក្របសម្កត់ចិត្តកូនស្រីសេដ្ឋីនោះដោយប្រការដូច្នេះព្រោះហេតុនោះទើបព្រះដ៏មានព្រះភិក្ខត្រាស់ថាសេចក្តីស្រឡាញ់នោះកើតឡើងដោយហេតុពីរប្រការគឺដោយការនៅរួមគ្នាក្នុងការមុនមួយដោយការប្រព្រឹត្តនៅអំពើដែលជាប្រយោជន៍ដល់គ្នានឹងគ្នាក្នុងបច្ចុប្បន្នមួយដោយជាផ្កាឧបលអាស្រ័យភក់នឹងទឹកកើតក្នុងទឹកដូច្នេះគ្រានោះសេដ្ឋីធីតាសួរនាងទាសីនោះថាឥឡូវនេះគេនៅឯណាទាសីថាបបិទ្ធនាងម្ចាស់គេដេកនៅលើទីដេកសេដ្ឋីធីតាថាក៏ក្នុងដៃរបស់គេមានវត្ថុអ្វីដែរឬទាសីថាបបិទ្ធអ្នកនាងម្ចាស់មានសម្បត្តិមួយច្បាប់នៅក្នុងជីសម្ពុតខោសកៈនោះកំពុងដេកលក់ការមាតាបេតាមើលមិនឃើញព្រោះរវល់តែបញ្ជួនចិត្តទៅកាន់រឿងដតីក៏ចុះទៅកាន់សំណាក់របស់ខោសកៈហើយស្រ័យសម្បត្តិនោះចូលទៅកាន់បន្ទប់របស់ខ្លួនបិទទ្វារបើកបង្អួចអានសម្បត្តិព្រោះនាងជាស្ត្រីឆ្លៀសក្នុងអក្សរសាស្ត្រហើយគិតថាស្លាប់ហើយមនុស្សល្ងងនេះចងសម្បត្តិដែលជាគ្រឿងញ៉ាំងខ្លួនឲ្យស្លាប់ទុកក្នុងជីសម្ពុតហើយមិនដឹងទៀតប្រសិនបើយើងមិនបានឃើញសម្បត្តិនេះទេជីវិតរបស់គេនឹងត្រូវអស់ជាពិតប្រាកដដូច្នេះហើយក៏ឲ្យសម្បត្តិនោះចោលសរសេរសម្បត្តិមួយច្បាប់ផ្សេងទៀតតាមពាក្យរបស់សេដ្ឋីថាកូនប្រុសរបស់ខ្ញុំនេះឈ្មោះថាខោសកៈអ្នកទាំងឡាយចូលញ៉ាំងបុគ្គលឲ្យនាំនៅបណ្ណាការអំពីស្រុកសួយ100ធ្វើនៅមង្គលជាមួយកូនស្រីសេដ្ឋីក្នុងជនបទនេះឲ្យសង់ផ្ទះពីរជាន់នៅត្រង់កណ្ដាលស្រុកសម្រាប់ជាលំនៅរបស់ពួកគេធ្វើការរក្សាឲ្យល្អដោយការបិទបាំងគឺកំពែងនិងដោយគ្រឿងបិទបាំងគឺបុរសហើយចូលបញ្ជូនដំណឹងទៅប្រាប់ខ្ញុំថាការនេះផងខ្ញុំធ្វើស្រេចហើយការកម្មយ៉ាងនេះលោកធ្វើហើយខ្ញុំនឹងដល់នៅអំពើដែលគួរធ្វើតបស្នងសងគុណលោកក្នុងការជាខាងក្រោយលួសរសេររួចហើយក៏បិទចងទុកនឹងជាសម្ពុតរបស់ខោសកៈដោយដើមនាយខោសកៈនោះដេកលក់រហូតអស់មួយថ្ងៃក្រោកឡើងបរិភោគហើយជៀសចេញទៅក្នុងថ្ងៃស្អែកឡើងគេបានទៅកាន់ស្រុកនោះតាំងពីព្រលឹមឃើញនាងស្មៀនកំពុងធ្វើការក្នុងស្រុកនាយស្មៀននោះឃើញនាយខោសកៈនោះហើយក៏សួរថាមនាបាអ្នកឯងមកមានកិច្ចការអ្វីនាយខោសកៈឆ្លើយថាបិតារបស់ខ្ញុំប្រើឲ្យនាំយកសម្បត្តិមកជូនលោកនាយស្មៀនសួរថាមនាអ្នកដ៏ចម្រើនតើមានកិច្ចការអ្វីចូលប្រាប់មកទទួលយកសម្បត្តិមកអានហើយក៏មានចិត្តត្រេកអរពោលនឹងកហបតីទាំងឡាយថាមនាអ្នកដ៏ចម្រើនទាំងឡាយអ្នកទាំងឡាយចូលមើលនៅសេចក្តីស្រឡាញ់របស់នាយយើងសេដ្ឋីបញ្ជូនសម្បត្តិមកកាន់សំណាក់ហើយដោយប្រាប់ថាចូលធ្វើមង្គលដល់បុត្រច្បងរបស់យើងពួកលោកចូលប្រញាប់នាំយកឈើជាដើមមកដូច្នេះហើយឲ្យគេសង់ផ្ទះមានប្រការដោយពោហើយក្នុងកណ្ដាលស្រុកឲ្យនាំគ្រឿងបណ្ណាការមកអំពីស្រុកសួយ100នាំកូនស្រីសេដ្ឋីក្នុងជនបទមកធ្វើមង្គលស្រេចហើយក៏បញ្ជូនដំណឹងទៅប្រាប់លោកសេដ្ឋីការនេះនិងការនោះខ្ញុំបានធ្វើរួចស្រេចហើយព្រោះបានលើដំណឹងនោះការខូចចិត្តយ៉ាងធំបានកើតឡើងដល់សេដ្ឋីថាយើងឲ្យធ្វើនៅវត្ថុណាវត្ថុនោះមិនសម្រេចវត្ថុណាដែលយើងមិនឲ្យធ្វើក៏ត្រឡប់ជាសម្រេចទៅវិញសេចក្តីសោកសៅនោះនិងសេចក្តីសោកសៅចំពោះបុត្រដែលស្លាប់ទៅនោះដូចគ្នាញ៉ាំងកម្ដៅក្នុងពោះឲ្យកើតឡើងឲ្យកើតរោគក្អួតឈាមចំណែកកូនស្រីរបស់សេដ្ឋីផ្ដាំមនុស្សថាប្រសិនបើមាននរណាមកអំពីសំណាក់របស់សេដ្ឋីមិនទាន់ប្រាប់យើងទេកុំប្រាប់សេដ្ឋីបុត្រមុនចំណែកសេដ្ឋីគិតថាឥឡូវនេះយើងនឹងមិនធ្វើកូនថោកទាបនោះឲ្យជាម្ចាស់នៃទ្រព្យរបស់យើងទេដូច្នេះហើយក៏ប្រាប់នាយស្មៀនម្នាក់ថាណែនាយស្មៀនខ្ញុំប្រាថ្នាចង់ជួបបុត្ររបស់ខ្ញុំអ្នកចូលឲ្យអ្នកបង្រើម្នាក់ឲ្យទៅហៅបុត្ររបស់ខ្ញុំមកនាយស្មៀននោះទទួលថាបាទលោកសេដ្ឋីឲ្យសម្បត្តិឲ្យបញ្ជូនអ្នកបង្រើម្នាក់ទៅចំណែកកូនស្រីរបស់សេដ្ឋីដឹងថាបុរសនោះមកឈរនៅទៀបទ្វារ
ក៏ឲ្យគេទៅហៅបុរសនោះមកហើយសួរថាមនាអ្នកដោយចម្រើនអ្នកមកមានការអ្វីអ្នកបង្រើថាបបិទ្ធអ្នកនាងម្ចាស់លោកសេដ្ឋីឈឺប្រើខ្ញុំឲ្យមកហៅបុត្ររបស់គាត់សេដ្ឋីធីតាថាមនាអ្នកដោយចម្រើនតើសេដ្ឋីនៅមានកម្លាំងឬខ្សោយកម្លាំងអ្នកបង្រើថាបបិទ្ធនាងម្ចាស់នៅមានកម្លាំងនៅបរិភពអាហារបាននៅឡើយកូនស្រីសេដ្ឋីនោះមិនឲ្យបុត្ររបស់សេដ្ឋីនោះដឹងទេបញ្ជាឲ្យនៅស្នាក់កន្លែងនឹងសិនឲ្យអ្នកបង្រើនោះហើយពោលថាអ្នកនឹងទៅបានក្នុងការដែលខ្ញុំអនុញ្ញាតឲ្យទៅចូលស្នាក់នៅទីនេះសិនទៅមហាសេដ្ឋីបានពោលនឹងនាយស្មៀនទៀតថាណែនាយស្មៀនអ្នកមិនទាន់បានផ្ញើសម្បត្តិទៅកាន់សំណាក់បុត្ររបស់ខ្ញុំទេឬនាយស្មៀនឆ្លើយថាបបិទ្ធលោកសេដ្ឋីខ្ញុំបានបញ្ជូនទៅហើយប៉ុន្តែអ្នកទៅនោះមិនទាន់ត្រឡប់មកវិញទេលោកសេដ្ឋីថាបើដូច្នោះអ្នកចូលបញ្ជូនអ្នកដទៃទៅទៀតចុះនាយស្មៀននោះក៏បញ្ជូនមនុស្សទៅទៀតកូនស្រីរបស់សេដ្ឋីបដិបត្តិចំពោះបុរសនោះដោយបុរសដែលមកអំពីការមុនក្នុងការនោះរោគរបស់សេដ្ឋីកាន់តែធ្ងន់ឡើងភាជនមួយចូលភាជនមួយចេញសេដ្ឋីក៏សួរនាយស្មៀនទៀតថាណែនាយស្មៀនអ្នកមិនទាន់បញ្ជូនមនុស្សឲ្យទៅហៅបុត្ររបស់យើងទេឬនាយស្មៀនប្រាប់ថាបបិទ្ធលោកសេដ្ឋីបញ្ជូនទៅហើយប៉ុន្តែអ្នកដែលទៅនោះមិនទាន់ត្រឡប់មកវិញទេសេដ្ឋីប្រាប់ថាបើដូច្នេះអ្នកចូលបញ្ជូនមនុស្សដទៃទៀតទៅចុះនាយស្មៀននោះក៏បញ្ជូនមនុស្សទៅទៀតកូនស្រីសេដ្ឋីសួរប្រតិការនោះនឹងបុរសដែលមកក្នុងវរៈទី3ទៀតបុរសនោះប្រាប់ថាបបិទ្ធនាងម្ចាស់សេដ្ឋីឈឺធ្ងន់ធ្ងរណាស់កាត់ផ្ដាច់អាហារហើយជាអ្នកមានសេចក្តីស្លាប់ជាទីទៅខាងមុខភាជនមួយចេញភាជនមួយចូលកូនស្រីរបស់សេដ្ឋីគិតថាឥឡូវនេះជាការដែលនាយខោសកៈគួរទៅបានហើយទៅប្រាប់នាយខោសកៈថាបបិទ្ធលោកប្តីបានឮថាបិតារបស់លោកឈឺធ្ងន់ការខោសកៈសួរថាមនានាងដោយចម្រើននាងនិយាយអំពីអ្វីក៏និយាយថាបបិទ្ធលោកប្តីការមិនសប្បាយកើតមានដល់បិតារបស់លោកខោសកៈថាឥឡូវនេះខ្ញុំគួរធ្វើយ៉ាងណាសេដ្ឋីធីតាថាបបិទ្ធលោកប្តីយើងនឹងកាន់យកគ្រឿងបណ្ណាការដែលកើតអំពីស្រុកសួយ100យកទៅសួរសុខទុក្ខគាត់នាយខោសកៈយល់ព្រមថាប្រពៃហើយនាងហើយបានបញ្ជាឲ្យមនុស្សនាំយករទេះផ្ទុកគ្រឿងបណ្ណាការពេញរទេះហើយចេញដំណើរទៅគ្រានោះកូនស្រីរបស់សេដ្ឋីនិយាយនឹងនាយខោសកៈនោះថាបិតារបស់លោកមានកម្លាំងខ្សោយហើយការយើងកាន់យកគ្រឿងបណ្ណាការមានប្រមាណប៉ុណ្ណេះទៅជាការយឺតយូរសូមលោកបញ្ជាឲ្យគេនាំយកគ្រឿងបណ្ណាការនេះត្រឡប់ទៅវិញចុះដូច្នេះហើយក៏បញ្ជូនគ្រឿងបណ្ណាការនោះទាំងអស់ទៅកាន់ផ្ទះរបស់ខ្លួនវិញហើយនិយាយទៀតថាបបិទ្ធព្រះស្វាមីលោកក៏បីឈរនៅខាងជើងបិតារបស់លោកខ្ញុំនឹងឈរនៅខាងសេរសាការចូលទៅដល់ផ្ទះនោះហើយនាងក៏បង្គាប់មនុស្សរបស់ខ្លួនថាពួកលោកចូលរក្សាទាំងខាងមុខផ្ទះទាំងខាងក្រោយផ្ទះក៏ការដើរចូលទៅសេដ្ឋីបុត្របានឈរនៅខាងជើងរបស់បិតាចំណែកភរិយាបានឈរនៅខាងលើសេរសាគ្រានោះសេដ្ឋីដេកផ្ងានៅលើគ្រែចំណែកនាយស្មៀនការច្របាច់ជើងរបស់សេដ្ឋីនោះក៏និយាយថាបបិទ្ធលោកសេដ្ឋីបុត្ររបស់លោកមកហើយសេដ្ឋីសួរថាកូនប្រុសរបស់ខ្ញុំគេនៅឯណានាយស្មៀនប្រាប់ថាគេឈរនៅខាងចុងជើងគ្រានោះសេដ្ឋីឃើញកូនប្រុសនោះហើយក៏ឲ្យហៅនាយស្មៀនមកហើយសួរថាក្នុងផ្ទះរបស់ខ្ញុំមានទ្រព្យប៉ុន្មានការនាយស្មៀនប្រាប់ថាបបិទ្ធលោកសេដ្ឋីមាន40កោដប៉ុណ្ណោះប៉ុន្តែគ្រឿងឧបភោគបរិភោគនិងស្រែចម្ការសត្វជើង2សត្វជើង4យាងជំនិះមានចំនួនប៉ុណ្ណេះចង់និយាយថាខ្ញុំមិនអោយទ្រព្យដែលមានប្រមាណប៉ុណ្ណេះដល់ខោសកៈកូនរបស់ខ្ញុំទេត្រឡប់ជានិយាយថាខ្ញុំអោយកូនស្រីសេដ្ឋីបានលើពាក្យនោះហើយកាត់ថាសេដ្ឋីនេះការពោពាក្យម្ដងទៀតគប្បីពោនៅពាក្យអ្វីមួយដទៃដូច្នេះហើយធ្វើអាការៈដោយជារោរាដោយសេចក្តីសោកសៅរំសាយសក់ស្រែកយំពោថាបបិទ្ធបិតាតើបិតាពោពាក្យដោយម្ដេចពួកយើងជាអ្នកមិនមានបុណ្យពិតមែនដូច្នេះហើយយកក្បាលប្រហារសេដ្ឋីនោះត្រង់ដើមទ្រង់ផ្ដួលចោះយកក្បាលត្រដោះត្រង់ដើមទ្រង់របស់សេដ្ឋីនោះហើយសម្ដែងអាការៈទួញយំរហូតតតែសេដ្ឋីនិយាយមិនបានទៀតចំណែកសេដ្ឋីក៏បានធ្វើការកិរិយាក្នុងខណៈនោះឯងជនទាំងឡាយបានដឹងថាសេដ្ឋីអនិច្ចកម្មហើយទៅក្រាបទូលព្រះបាទឧទេនព្រះបាទឧទេនទ្រង់បញ្ជាឲ្យធ្វើជាបណកិច្ចសរីរៈរបស់សេដ្ឋីនោះហើយត្រាស់សួរថាក៏បុត្រឬធីតារបស់សេដ្ឋីនោះមានដែរឬទេជនទាំងឡាយក្រាបទូលថាបបិទ្ធព្រះសម្មាទិទេពមានកូនប្រុសរបស់សេដ្ឋីនោះឈ្មោះថាខោសកៈបបិទ្ធព្រះសម្មាទិទេពសេដ្ឋីនោះ
ប្រគល់ទ្រព្យទាំងអស់ឲ្យដល់ខោសកៈនោះជាការស្រេចហើយទើបអនិច្ចកម្មទៅព្រះរាជាទ្រង់បញ្ជាឲ្យហៅសេដ្ឋីបុត្រមកគប់ជួនថ្ងៃនោះភ្លៀងក៏បានបង្អុរចុះមកនៅនាទីលានព្រះរាជវាំងមានទឹកដក់ក្នុងទីនោះសេដ្ឋីបុត្រទៅកាន់ព្រះរាជវាំងដោយបំណងថានឹងគាល់ព្រះរាជាទ្រង់បើកបង្អួចតតមើលនាយខោសកៈដែលកំពុងដើរមកទ្រង់ឃើញខោសកៈលោតផ្លោះទឹកនាទីលានព្រះរាជវាំងដើរមកទើបត្រាស់សួរខោសកៈដែលបានមកថ្វាយបង្គំហើយឈរក្នុងទីដ៏សមគួរមួយហើយថាមនាអ្នកដ៏ចម្រើនអ្នកឯងឈ្មោះខោសកៈឬការខោសកៈទួថាព្រះករុណាថ្លៃវិសេសទ្រង់លួងលោមថាមនាអ្នកដ៏ចម្រើនអ្នកឯងកុំខូចចិត្តថាបិតារបស់យើងអនិច្ចកម្មហើយយើងនឹងប្រគល់តំណែងសេដ្ឋីដែលជារបស់បិតាឯងឲ្យដល់ឯងដូច្នេះហើយទ្រង់បញ្ជូននាយខោសកៈទៅថាមនាអ្នកដ៏ចម្រើនអ្នកឯងទៅចុះព្រះរាជាក៏បានឈរទតមើលនាយខោសកៈដែលធ្វើដំណើរចេញទៅនោះនាយខោសកៈមិនលោតក្នុងពេលដែលមកបានដើរចុះទៅសន្សំគ្រានោះព្រះរាជាត្រាស់បញ្ជាឲ្យហៅនាយខោសកៈនោះមកវិញហើយទ្រង់ត្រាស់សួរថាមនាអ្នកដ៏ចម្រើនព្រោះហេតុដូចម្ដេចការអ្នកមកកាន់សំណាក់របស់យើងផ្លោះមកហើយការចេញទៅវិញចុះទៅសន្សំហើយដើរទៅនាយខោសកៈទួថាព្រះករុណាថ្លៃវិសេសការនោះខ្ញុំព្រះអង្គនៅជាកុមារការនោះឈ្មោះថាជាការលេងក្នុងឥឡូវនេះខ្ញុំព្រះអង្គបានទទួលដំណឹងអំពីព្រះអង្គហើយព្រោះហេតុនោះការដែលខ្ញុំព្រះអង្គមិនត្រេកទៅដោយក្នុងការមុនហើយដើរទៅសន្សំទៅគួរក្នុងការឥឡូវនេះព្រះរាជាទ្រង់ព្រះសម្ដាប់ពាក្យនោះហើយទ្រង់ត្រាស់រិះថាបុរសនេះមានបញ្ញាយើងនឹងប្រគល់តំណែងសេដ្ឋីដល់គេក្នុងការឥឡូវនេះចុះដូច្នេះហើយបានប្រទានតំណែងសេដ្ឋីអន្លើដោយវត្ថុទាំងពួង100មុខ